បាទជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីផងដែរបាទថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូនជាមួយនឹងយើងហៅថាទម្រង់ note ណាមាន note មូល note ស note ខ្មៅទូទៅពួកទ្វេដែល like ជាភាសាអង់គ្លេសគេហៅថា whole note half note quarter note 8 note និង16 note អញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងទម្រង់ note នេះការយើងយកមកអនុវត្តនៅលើហ្គីតាបាទយើងអាចប្រើប្រាស់វាក្នុងការលេងរបៀបបទខ្មែរបាទអញ្ចឹងខ្ញុំមិនផ្ដោតសំខាន់ការលេងបទចម្រៀងទេប៉ុន្តែចង់បញ្យលត្រួសជាមួយនឹងទម្រង់ note ក៏ដូចជាពាក់ព័ន្ធជាមួយទៅនឹងការលេងជាមួយទម្រង់ note នីមួយអញ្ចឹងណាបាទហើយយើងយកបទយកមកអនុវត្តបាទអញ្ចឹងបងប្អូនដឹងហើយ whole note បាទ note មូលពេលរបស់វាគឺ4យើងកេះមួយទៅវាមានកេះមួយទៅ1 2 3 4 half note 1 2quarter note មានន័យថា note ខ្មៅ1ហើយ load មកពេលទូទំពួក8 note ណា1និង2ដល់ពេលទូទំពួកទ្វេ16 note 1បាទអញ្ចឹងមក beat មាន4 note អញ្ចឹងទៅបាទអញ្ចឹងដែល like ខ្ញុំលើកយកទម្រង់នេះមកបង្ហាញបងប្អូនតាមពិតដូចតែខ្ញុំនិយាយដែរអញ្ចឹងខ្ញុំបានធ្វើច្រើនហើយវីដេអូហ្នឹងប៉ុន្តែដោយសារមានសំណួរបងប្អូនថាឲ្យសំណូមពរឲ្យលេងជាបទខ្មែរហើយសម្រាប់ខ្ញុំនិយាយត្រង់ខ្ញុំចេះលេងប៉ុន្តែខ្ញុំមិនសូវជាចំណូលចិត្តប្រហែលប៉ុន្តែឆ្លើយតបទៅនឹងសំណួរក៏ខ្ញុំធ្វើវីដេអូនេះឡើងដើម្បីបង្ហាញបងប្អូនពីរបៀបលេងបាទអញ្ចឹងការលេងបទខ្មែរបទក្បាច់ឬក៏យើង solo រំវង់ solo អីឆាជា sound clean របស់យើងដូចខ្ញុំបង្ហាញបងប្អូនហ្នឹងណាអញ្ចឹងវាផ្ដោតទៅលើការ picking របស់យើងអញ្ចឹងតែយើង picking បានល្អគេហៅថាក្តក់បទក្បាច់បទអីក្តក់អញ្ចឹងទៅវាបានបរោះទៅតាម melody បទចម្រៀងនីមួយណាប៉ុន្តែបងប្អូនត្រូវដឹងថាតើការក្តក់នៃបទខ្មែរហ្នឹងវាកើតចេញពីអីបាទអញ្ចឹងធម្មតាដូចខ្ញុំបានបង្ហាញអញ្ចឹងយើងឧទាហរណ៍ទៅលើ16 note របស់យើង note ទូទំពួកទ្វេបាទអញ្ចឹងបើយើងយកមកដាក់វាអាចនិយាយថាវាជាមួយការ picking picking របស់យើងអញ្ចឹងហើយបន្ទាប់មកវាបានជាទម្រង់មួយដែលយើងស្ដាប់ទៅវាដូចជាបទខ្មែររបស់យើងដែរបាទអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងនៅក្នុង note fa របស់យើងបើយើងលេងជា whole note ណាបាទខ្ញុំមិនបញ្យល់ការអាន note ទេប៉ុន្តែខ្ញុំគ្រាន់បង្ហាញថាទម្រង់ note មួយណាដែលយើងយកមកលេងរបៀបបទខ្មែរអញ្ចឹងទៅវាបរោះជា melody វាបរោះអញ្ចឹងណាបាទអញ្ចឹងយើងតែងតែប្រើបទអាហ្នឹងការសរសេរ note គេនឹងសរសេរតាម melody ហើយតាមការក្តក់របស់យើងប៉ុន្តែភាគច្រើនយើងលេង melody ប៉ុន្តែយើងបូកបញ្ចូល technical របស់យើងការ picking ហ្នឹងអញ្ចឹងការ picking ដែលយើង picking ហ្នឹងយើងអាចរាប់បញ្ចូលជាការជាទម្រង់ picking នៅលើ note ទូទៅពួកទ្វេហើយនឹងទូទៅពួកអីចឹងឯងណាបាទប៉ុន្តែភាគច្រើនទូទៅពួកទ្វេហើយដោយសារ note វាច្រើនអញ្ចឹងឧទាហរណ៍នេះ note បទចម្រៀងហ្នឹងអញ្ចឹងអាហ្នឹង melody វាអញ្ចឹងប៉ុន្តែបើយើងប្រើជាមួយការ picking បាទ picking ហ្នឹងវាចូលទម្រង់ទូទំពួកទ្វេហើយអាហ្នឹងខ្ញុំគ្រាន់តែបញ្យល់តែវាមិនមែនជាក្បួនទេណាបាទយើងលេងរបៀបអញ្ចឹងឃើញទេនៅពេលដែល note ដែលយើងនៅសល់បើ melody វាអញ្ចឹង
ចឹងអាកន្លែង note pha ហ្នឹងប្រហែលវាជាទម្រង់ note មូលហើយប៉ុន្តែបើយើងជួសវាដោយជាទម្រង់ទូទៅពួកទ្វេវិញគឺយើងប្រើ picking ចឹងហើយបាទហ្នឹងហើយយើង picking ចឹងអញ្ចឹងទូទៅពួកទ្វេមកមើលស៊ីវា6 10 note ហើយ6 10 note អញ្ចឹង picking របស់យើងលេង picking ទៅចឹងមកអញ្ចឹងខ្មែរយើងហៅថាក្តក់អញ្ចឹងណាប៉ុន្តែទន្ទឹមនឹងហ្នឹងអា note ចុងក្រោយហ្នឹងក៏យើង add វាគេហៅ dynamic ឲ្យព្រោះក៏មិនទៅក្តក់6 10 note ដែរវាអាច8 note ចឹងទៅកន្លះមើលស្រាចឹងទៅប្រហែល note ណា8ក្តក់8 picking ចឹងណាហើយយើង add note សចឹងណាhalf note ណាអញ្ចឹងណាដាក់ចូលនៅក្នុងទម្រង់យើងលេងហ្នឹងទៅវាបានជា sound មួយដែលព្រោះនៅក្នុងការលេង melody បទនីមួយការដែលយើងក្តក់អញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលចឹងអាចង់ melody ចង់ក្រោយយើងអាច add វាទៅជាpicking note យើងនៅក្នុងទូទៅពួកទ្វេយើងហៅថា 16 note អីចឹងទៅឬបើយើងអត់ចង់បានយើងប្រើ note មូលឬ note ស note ខ្មែរតាមដែលយើងធ្វើណាប៉ុន្តែនេះខ្ញុំគ្រាន់តែបង្ហាញចង់ប្រាប់បងប្អូនពីការ picking បាទអញ្ចឹង picking ហ្នឹងយើងអាចជ្រើសរើសនៅលើ note របស់យើងដូចគ្នាដែរអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញនឹងទម្រង់ពេញឲ្យបងប្អូនមើលហើយបងប្អូនយកទៅមើលហើយអនុវត្តហើយនឹងព្យាយាមរកទម្រង់កន្លែងណាមួយដែលបងប្អូនចូលចិត្តចឹងទៅបន្ថែមនៅក្នុងនឹងទៀតចឹងណាអញ្ចឹងខ្ញុំបង្ហាញឲ្យបងប្អូនមើលបាទអញ្ចឹងការដែលលេងក្តក់បទខ្មែរហ្នឹងបងប្អូនត្រូវដឹងថាបើគេទៅសេជា melody ពេញនៃទម្រង់ការលេងគឺអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងទម្រង់ note របស់យើងហើយប៉ុន្តែធម្មតាគេនឹងមិនទៅសេទេព្រោះដោយសារវា hot អញ្ចឹងណាអញ្ចឹងគេរាប់ការ picking ហ្នឹងដែលតាមទម្រង់ note មួយណាប្រើប្រាស់វាជា technique រៀងខ្លួននៅលើ melody វិញបាទអញ្ចឹងនេះគឺជាអ្វីដែលជាចំណុចមួយដែលខ្ញុំចង់ប្រាប់បងប្អូនបកស្រាយទៅកាន់បងប្អូនដែលមានចម្ងល់សួរខ្ញុំដូចគ្នាផងដែរបាទអញ្ចឹងវីដេអូនេះខ្ញុំមិនមែនមកបកស្រាយរឿង note ឬក៏មកបកស្រាយរឿងtechnique លេងបទក្បាច់អីទេប៉ុន្តែគ្រាន់ថាការដែលយើងលេងទម្រង់បទប្រភេទអញ្ចឹងវាកើតឡើងចេញពីចំណុចដែលខ្ញុំបានលើកមកប៉ុណ្ណឹងបង្ហាញបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្ត Complete subscribe YouTube channel រៀនហ្គីតាម្នាក់មួយក៏ដូចជាខ្ញុំនឹង share វីដេអូនេះចូលទៅក្នុង page រៀនហ្គីតាដោយព្រោះថា page ពិបាក share បាក់ផុសអញ្ចឹងខ្ញុំផុសនៅក្នុង account របស់ខ្ញុំយក page យកទៅ share វិញអញ្ចឹងបងប្អូនណាដែលមានចម្ងល់អាច comment សួរឬក៏ add friend មកកាន់ខ្ញុំមកអាចសួរបន្ថែមទៀតពីចំណុចទាំងអស់ហ្នឹងផងដែរបាទអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយ